បាទជំរាបសួរសូមស្វាគមន៍មកកាន់តម្រុយឆ្នោតយួនរបស់ខ្ញុំសម្រាប់ថ្ងៃនេះហើយថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបរកលេខចាក់សម្រាប់ខែ12ឆ្នាំ2025ណាហើយដោយយើងប្រើលេខកូដ B ដក1 + 1 A + 3 + 3ណាតោះមកខាត់ពេលគឺយើងយកលេខម៉ោង 4:35 នាទីណាថ្ងៃទី1ខែ12 2025យកមកធ្វើណាហើយយើងយកប៉ុស B និងប៉ុស A មកធ្វើហើយលេខកូដប្រចាំខែ12យើងគឺមាន B ដក1 + 1ណា A + 3 + 3នេះលេខកូដប្រចាំខែ12សម្រាប់យើងយកមកធ្វើណាហើយរកតម្រុយសម្រាប់ចាក់ថ្ងៃទី2យើងយកថ្ងៃទី1ខែ12 2025យកមកចាក់ថ្ងៃទី2ខែ12 2025ណាឥឡូវយើងចាប់ផ្ដើមធ្វើណាប៉ុស B 53យើងយកទៅដក1មកគឺយើងបុកគ្នាបញ្ចូលគ្នាសិនណា5 + 3 8 8ដក1ស្មើ7 7យើងបូកនឹង1ស្មើ8នេះលទ្ធផលរបស់យើងណាអញ្ចឹងប៉ុស B នេះគឺដក1 + 1វាបានលេខ7និងលេខ8ណាបន្តមកយកប៉ុស A មកធ្វើប៉ុស A 04ថ្ងៃទី1ខែ12 2025ប៉ុស A 04ណាញ៉ាំមកយកមកបូកនឹង3ស្មើ0 + 4 បូកនឹង3ស្មើ7 7បូកនឹង3ស្មើ10 10យកលេខ0ណាតើបើយើងបានលេខ7និងលេខ0នេះលេខ7លេខ8លេខ7លេខ0យើងលេខយើងមានបែបហ្នឹងបន្តមកបងប្អូនចាប់មកណាចាំ78 7គុត77 8គុតតើបងប្អូនចាប់ខ្វែងមកក្របទៅមក87 7គុតយ៉ាងតម្រុយរបស់យើងមានលេខ78 7គុត77 8គុត87 7គុតនេះយើងទៅមើលលទ្ធផលថ្ងៃទី2នេះថ្ងៃទី2បាន78ណា78ប៉ោះសេអញ្ចឹងយើងចាប់ផ្ដើមយកថ្ងៃទី2ធ្វើបន្តទៀតណាថ្ងៃទី2ប៉ោះ B ចេញ19ប៉ោះ A ចេញ89 B យើងយកដក1ស្មើ9 + 1 10 10 ដក1ស្មើ9បូកនឹង1ស្មើ10យកលេខ0អញ្ចឹងលេខយើងមានលេខ9និងលេខ0ហើយប៉ុស A មាន89នេះ8 + 4 + 17 17បូក3ស្មើ20ណា20យើងលេខ0បន្ទាប់មកយកបូកនឹង3ស្មើ0 + 3ស្មើ3អញ្ចឹងលទ្ធផលយើងគឺបានលេខ0លេខ3
បាទលេខ9លេខ0លេខ0លេខ3យើងបានលេខមកហើយយើងចាប់ដើមចាប់វាបន្តទៀតណាកៅកុដ03កៅកុដ03 93 00មើលឃើញទេមកនេះតម្រុយរបស់យើងមាន6គ្រាប់នេះមានកៅកុដ03កៅកុដ03 9300ណាយើងទៅមើលលទ្ធផលថ្ងៃទី3ណាថ្ងៃទី3ចូលបាន93ណា93គ្រាប់ថ្ងៃទី3ចូលបាន93មួយគ្រាប់ណាឥឡូវយកថ្ងៃទី3ធ្វើបន្តទៀតណាធ្វើដូចតមុនហ្នឹងដូចតែខាងលើអញ្ចឹងយកប៉ោះ B និងប៉ោះ A យកមកធ្វើណាលេខកូដប្រចាំខែ12យើងប៉ោះ B ដក1បូក1ប៉ោះ A បូក3បូក3ចាប់ដើមធ្វើប៉ោះ B ណាដក1 9បូក3 12 12ដក1ស្មើ11ណា11យកលេខ1មកលេខ1បូក1ស្មើ2នឹងលេខអញ្ចឹងលេខ1លេខ2ប៉ោះ A បូក3 2បូក3 5 5បូក3ស្មើ8 8បូក3ស្មើ11 11យកលេខ1យើងមានលេខ8លេខ1ហើយយើងបានលេខមកហើយលេខ1លេខ2លេខ8លេខ1នេះមើលលេខរបស់យើងណាហើយចាប់ដើមចាប់ដូចខាងលើអញ្ចឹង12 81 18 ចឹងលេខយើងបានមកហើយណា12 81 18 21 28 11ហើយយើងទៅមើលលទ្ធផលថ្ងៃទី4ណាថ្ងៃទី4បានលេខ18ណា18មកគ្រាប់ណា18អញ្ចឹងយើងចាប់ដើមយកលេខថ្ងៃទី4ធ្វើសម្រាប់ចាក់ថ្ងៃទី5ចាក់ថ្ងៃនេះណាបងប្អូនណាអញ្ចឹងថ្ងៃទី4ប៉ោះ A 56ប៉ោះ B 18ណាអញ្ចឹងយើងធ្វើបន្តទៀតសម្រាប់ចាក់ថ្ងៃទី5ណាថ្ងៃទី5ខែ12 2025អញ្ចឹងប៉ោះ B លេខកូដរបស់វាដក1បូក1ប៉ោះ A លេខកូដរបស់វាបូក3បូក3ចាប់ដើមធ្វើប៉ោះ B ដក1ស្មើ1 8 9 9ដក1ស្មើ8ណា8បូកនឹង1ស្មើ9អញ្ចឹងលេខរបស់យើងលេខ8និងលេខ9ប៉ោះ A បូក3 5បូក6ស្មើ11 11បូក3ស្មើ14ណា14 4
4 បូក 3 ស្មើ 7 យ៉ាងលេខរបស់យើងបានលេខ 4 និងលេខ 7 មើលឃើញទេលេខកូដ B ណាដក 1 បូក 1 ណា 1 បូក 8 ស្មើ 9 9 ដក 1 ស្មើ 8 8 បូក 1 ស្មើ 9 បានលេខ 8 និងលេខ 9 ពណ៌ A លេខ 56 5 បូក 6 11 11 បូក 8 14 14នឹងបានលេខ 4 ណា 4 បូកនឹងលេខកូដរបស់យើងលេខ 3 នេះបាន 7 អញ្ចឹងយើងចាប់មកនេះលេខ 8 លេខ 9 លេខ 4 លេខ 7 អញ្ចឹងយើងបានតម្រុយរបស់យើងសម្រាប់ចាក់ថ្ងៃទី 5 ខែ 12 2025 ណានេះអញ្ចឹងបងប្អូនចាប់មក 89 47 84 97 ហើយបងប្អូនចាប់ខ្វែង2គ្រាប់ទៀតមក 94 87 អញ្ចឹងលេខរបស់យើងសម្រាប់ចាក់ថ្ងៃទី 5 ខែ 12 2025 មានលេខ 89 47 84 97 94 87 លេខនេះតម្រុយសម្រាប់ថ្ងៃទី 5 ខែ 12 2025 ហើយបងប្អូនអាចចាក់ BCD ណាបងប្អូនលេខហ្នឹងណាហើយប៉ោះដែលល្អលេងគឺប៉ោះ B និងប៉ោះ C ប៉ោះដែលយើងល្អលេងប៉ោះ B និងប៉ោះ C ហើយយើងអាចរងប៉ោះ A និងប៉ោះ D បានអរគុណបងប្អូនមានតែប៉ុណ្ណឹងណាជូនពរបងប្អូនហេងសម្រាប់ថ្ងៃនេះ